ជាបងប្អូនចង់ឲ្យយើងខ្ញុំស្ដាប់នៅបញ្ហានឹងរកដំណោះស្រាយជូនបងប្អូនសូមបងប្អូនអញ្ជើញមកជួបជុំតែរុញសោះហ្នឹងមិនអំពើជួនយើងខ្ញុំនៅពេលនេះមានឯកឧត្តមយិនសុវណ្ណដែលជាអ្នកតំណាងរាស្ត្ររបស់បងប្អូននៅទីក្រុងភ្នំពេញរាជធានីភ្នំពេញខ្ញុំជាអ្នកតំណាងរាស្ត្ររបស់បងប្អូនដែរអញ្ចឹងសូមឲ្យបងប្អូនមានសំណុំពរអ្វីសូមអញ្ជើញមុននឹងយើងចាត់វិធានការទៅតាមសំណុំពររបស់បងប្អូនអញ្ជើញចាជួយឲ្យបានផ្ទះនៅនឹងនេះអញ្ជើញមកគឺមានមេធាវីអង្គការគេកំពុងតែជួយឲ្យនៅចំពោះមុខបងប្អូនមានកង្វល់ច្រើនណាស់កង្វល់តាំងពីដីនេះឥឡូវហ្នឹងតើបងប្អូននឹងទៅណាមកណាទៀតមិនអញ្ចឹងទៅបងប្អូនទៅអញ្ចឹងមិនបានយើងជជែកគ្នាសិនមុននឹងយើងហក់ទៅនេះហក់ទៅនោះយល់ទេក៏ប៉ុន្តែតាមខ្ញុំដឹងអ្នកដែលជាប់ឃុំឃាំងម្សិលមិញគឺអង្គការគេចាត់វិធានគេកំពុងតែជួយក្នុងលក្ខណៈផ្លូវច្បាប់ហើយអ្នកបងប្អូនណាឲ្យចាប់ពីនេះទៅយើងនឹងជជែកគ្នាភ្លាមហ្នឹងចង់ធ្វើអីទៀតយើងនឹងជជែកគ្នាភ្លាមដើម្បីដោះស្រាយជូនបងប្អូនជើចង់បានគេមេងចង់បានអីមេងសំណងពរឲ្យលោកស្រីជំទាវជួយខ្ញុំឲ្យបានផ្ទះនៅកន្លែងនេះពីព្រោះគេឈប់ឆាយមកធម្មតានេះប្រងមានទីកន្លែងណានៅទេឥឡូវនេះវានៅតែកណ្ដាលវាខ្ញុំសូមជាផ្ទះនៅកន្លែងហ្នឹងបើសិនជាអត់បានទេខ្ញុំសូមជាលុយដាក់ចេញតម្ងកុំឲ្យថាពិបាកនឹងពួកខ្ញុំព្រោះពួកខ្ញុំក៏មិនចង់បានពិបាកនៅកន្លែងនេះដែរចង់ថាបានជាផ្ទះទៅខ្ញុំបានរស់នៅកន្លែងហ្នឹងសម្រាប់ប្រកបការងាររកស៊ីនៅក្នុងហ្នឹងហើយបើថាមិនបានកន្លែងហ្នឹងទេខ្ញុំសូមជាលុយដើម្បីយកធ្វើដើមមកស៊ីថោកគេដែរបងខ្ញុំគេជួយរាប់រយរាប់គ្រួសារនេះលោកឯងមកនិយាយស្អីគេលោកឯងត្រឹមផងសន្តិសុខសារលោកឯងនឹងនិយាយអីហ៎លោកមកហាមបងខ្ញុំវាយជួយលើលោកវាលើរកបបាយទឹកទីបានចាំទឹកទីបានហើយចាយ៉ាបាយអត់មានបានសារទេអត់យកខនអាស៊ីអមកោទុំនៅក្នុងនាមអ្នកតំណាងរាស្ត្រនៃគណៈបកសំរងស៊ីចំពោះការប្រព្រឹត្តហិង្សាកាលពីម្សិលមិញនេះជាទង្វើខុសច្បាប់ជាទង្វើរំលោភសិទ្ធិមនុស្សជាទង្វើព្រៃផ្សៃដែលមិនគួរកើតមានឡើងនៅក្នុងសង្គមប៉ែនាពេលបច្ចុប្បន្ននេះមែនទេបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងជាជនចឹងដែលរស់នៅក្នុងប្រទេសកម្ពុជាត្រូវតែមានផ្ទះសម្បែងដីធ្លីនេះជាសិទ្ធិដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញបើសិនជាផ្ទះសម្បែងដីធ្លីប្រជាពលរដ្ឋប៉ះពាល់ទៅលើគម្រោងអភិវឌ្ឍន៍ណាមួយត្រូវតែមានការយល់ព្រមពីប្រជាពលរដ្ឋបើប្រជាពលរដ្ឋមិនយល់ព្រមធ្វើមិនបានទេយល់ទេបងប្អូននេះជាសិទ្ធិស្របច្បាប់របស់យើងទី2បងប្អូនត្រូវតែទទួលបានសំណងសមរម្យមុននឹងធ្វើការអភិវឌ្ឍកន្លែងណាពីព្រោះក្រុមហ៊ុនសម្លឹងឃើញប្រាក់ចំណេញបងប្អូនឃើញស្រាប់ហើយនៅម្ដុំនេះ$1,500 1ម៉ែត្រការ៉េដីមួយវងនេះបើខ្ញុំប៉ាន់ស្មានមិនតិចជាង$30 លានទេផលប្រយោជន៍ក្រុមហ៊ុនសម្បើមណាស់គ្មានផលប្រយោជន៍ជាតិបំណាបន្តិចទេមើលតែក៏ប៉ុន្តែយើងសូមឲ្យអ្នកដែលម្ចាស់គម្រោងអភិវឌ្ឍយើងសូមឲ្យរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជននេះអាណិតរាស្ត្រឲ្យគោរពសិទ្ធិរាស្ត្រយើងអត់ចង់បានអីទេមិនចង់បានធ្វើមានដោយក្រុមហ៊ុនផានីមិនទេមែនទេបងប្អូនយើងចង់បានកន្លែងតែមកច្រកនៅដើម្បីឲ្យកូនមានសាលារៀនបងប្អូនមានការងារធ្វើចិញ្ចឹមកូនគ្រាន់តែមករស់ក៏មិនបាននេះគឺជាទង្វើអមនុស្សធម៌ដោយពួកខ្មែរក្រហមធ្វើអញ្ចឹងណាសូម្បីតែពួកខ្មែរក្រហមវាដេញពីក្នុងទីក្រុងវាមានផ្ទះនៅស្រុកស្រែណាឲ្យនៅប៉ុន្តែទង្វើបែបនេះមិនខុសអ្វីពីទង្វើពួកខ្មែរក្រហមទេហើយខ្មែរក្រហមអត់មាននៅកណ្ដាលទេនៅក្បែរហ្នឹងឯង
ចឹងតំណាងរាជគណៈបកសំស៊ីបញ្ជាក់ចំហម្ដងទៀតថាពួកខ្ញុំមកទីនេះមិនមែនមកញុះញង់ទេគឺមកការពារផលប្រយោជន៍ប្រជាពលរដ្ឋគឺមកកសាងចាំទៅឲ្យសមាជិកជួយសេរីឲ្យចេញអត់នេះគេអត់នៅទេណាតាមធំអត់ទៅនេះទៅអត់បានអត់ទៅហើយកុំមកពីទៅគេថាខ្ញុំបានឲ្យធ្វើទៅមកមកទៅកុំមកឡើយកុំតាមមកអាយ៉ាលោកគូមួយពេលអត់មិនមកThôi, mũi chân úp trên. Cô ai đi gọi từ xa đó không? Chặt sắp chay nhỏ hết để ra cho ba cái đấy cho thô với. Đây đi lối này. Dạ. Sao đây?